ថ្ងៃនេះផ្សារជនជាតិដើមភាគតិចនិយាយពីសបោបន្លែគ្រប់មុខតែម្ដងបងប្អូនអើយមានឃ្លោកល្ពៅតសក់ននងជាពិសេសបន្លែខៀវខៀវមានច្រើនមុខមែនតែនហើយព្រឹកនេះខ្ញុំទិញបានឃ្លោកខ្ចីល្អមែនតែនបងប្អូនអើយ3ផ្លែ1000រៀលហើយក៏ទិញស្អំហ្នឹងមួយដុំដែរតាមពិតស្អំគាត់លក់ពីដុំ1500ប៉ុន្តែសល់មួយដុំខ្ញុំឲ្យគាត់1000ហើយមានក្តាមស្រស់ក្តាមថ្មក៏ទិញមកកញ្ចប់ទៀតទៅ3000រៀលទៀតព្រោះអីព្រឹកនេះស្លម្ជូរទៀតហើយបងប្អូនអើយចំពោះស្លម្ជូររបស់ខ្ញុំថ្ងៃនេះមានក្តាមមានត្រីមានកពឹសមានពងត្រីចំពោះបន្លែខ្ញុំមានតែឃ្លោកហើយនឹងពេញប៉ោះមួយឆ្នាំងនេះបងប្អូនអើយគឺធម្មជាតិទាំងអស់តែម្ដងទាំងបន្លែទាំងសាច់ជាពិសេសគ្រឿងផ្សំគឺជាផលិតផលរបស់ខ្មែរយើងទាំងអស់ហ្មងឥឡូវឈប់ប្រើហើយរបស់សៀមបងប្អូនអើយសូមបីតែ7ហ្នឹងក៏ធម្មជាតិដែរបងប្អូនគេឲ្យមួយឆ្នាំហូបមិនដែរអស់ទេហើយសាឡូរបស់ខ្ញុំថ្ងៃនេះពិសេសមែនតែនមានសាច់ត្រីឆ្អើរលីងដោយសារមីងខ្ញុំក៏ទិញផ្ញើយកមកឲ្យណាបងប្អូនទិញយកមកលាយទៅសាឡូមួយឆ្នាំងហ្នឹងសាច់ច្រើនជាងបន្លែតែម្ដងហើយម្ជូររបស់ខ្ញុំថ្ងៃនេះដែរគឺអត់ប្រើជីឬម៉ាអមអីទេគឺប្រើត្រួយស្អំជំនួសឲ្យជីនឹងតែម្ដងឈ្ងុយមែនតែន